Yeah, I think maybe the first 5-10 minutes of the សម្រាប់ game. ការយកឃើញផលលោកគ្រូគឺពាក់ព័ន្ធទៅនឹងការប្រកួតនេះយើងឃើញ5នាទី10នាទីមុនដំបូងគឺក្រុមរបស់យើងដូចវាបានបន្តិចហើយបន្ទាប់ពីហ្នឹងមកគឺយើងចាប់ផ្ដើមមានទំនុកចិត្តនៅក្នុងការលេងវិញយើងក៏មានឱកាសមួយចំនួនដែលយើងអត់បានបញ្ចប់ទីហើយជាចុងក្រោយបើសិនជាមុនការប្រកួតគេសួរថាយកឈ្នះ 3-0 ហ្នឹងឲ្យមិនបាច់ប្រកួតឬក៏គាត់ថាយើងយកអញ្ចឹងឥឡូវគឺយើងសប្បាយចិត្តជាមួយទៅនឹងលទ្ធផល What I can say is it's សម្រាប់ការយកឃើញផលប៉ាមីគឺពិតជាមានសារៈសំខាន់មែនទែនចំពោះប្រកួតទី1ដែលយើងអាចយកឈ្នះការប្រកួតបានជាមួយទៅនឹង 3-0 អញ្ចឹងវាជាការប្រកួតទី1គឺយើងត្រូវការរកចំណាត់ថ្នាក់មួយដែលល្អ Just again, it's a kind of it's a common thing with us where we control a lot. Every game we play, we control. សម្រាប់គ្រូគាត់យល់ឃើញថាពាក់ព័ន្ធទៅនឹងការប្រកួតហ្នឹងគឺมันមានជាចង់និយាយថាវាមិនមានជាចំណុចខ្វះខាតអីទេព្រោះគឺគ្រាន់តែចំណុចមួយចំនួនគឺយើងត្រូវការបញ្ចប់ទីហើយមួយទៀតគឺគ្រប់ការប្រកួតដែលយើងលេងភាគច្រើនគឺយើងតែងតែគ្រប់គ្រងបាល់បានច្រើនអញ្ចឹងអ្វីដែលសំខាន់គឺយើងបានន័យថាព្យាយាមធ្វើតាមនៅ process ដែលយើងចាប់ផ្ដើមតាំងពី4ខែកន្លងមកគ្រាន់តែយើងអ្វីដែលបន្ថែមតើពាក់ព័ន្ធទៅនឹងការចលនាចូលទៅក្នុងប្រអប់ពាក់ព័ន្ធទៅនឹងការបញ្ចប់ទីគឺយើងព្យាយាមធ្វើអញ្ចឹងដដែល Look, we're seeing signs that we're getting more consistent with some of our movements and how we arrive to the box. Some of our decision making in the final third, we're getting better. So it's just to continue with that. Well, again, like I said yesterday, the context of the game was very different. So we have to play away in Mongolia. សម្រាប់យើងអ្វីដែលមានការខុសប្លែកនោះគឺដោយគាត់បានលើកឡើងពីមុនហ្នឹងគឺពាក់ព័ន្ធទៅនឹងបរិបទនៃការប្រកួតកាលពីឆ្នាំមុនគឺយើងលេងនៅប្រទេសម៉ុងហ្គូលីពាក់ព័ន្ធទៅនឹងអាកាសធាតុរៀងត្រជាក់ហើយយើងលេងនៅលើស្មៅសម្បត្តិនិមិត្តអញ្ចឹងនេះគឺជារឿងមួយដែលយើងផ្លាស់ប្ដូរប៉ុន្តែមួយទៀតក៏យើងបានមើលឃើញថាក្រុមរបស់យើងមានការអភិវឌ្ឍឆ្នាំមុនក៏យើងមានការអភិវឌ្ឍមកកម្រិតដែរប៉ុន្តែឆ្នាំនេះក៏យើងមានការអភិវឌ្ឍបន្ថែមទៀត Yeah, I think it's different factors, the context, and then just the overall development of the team as well. Yeah, Chantia has a small infection in his leg. It's not a big problem, but it did stop him. សម្រាប់អាប់ដេតកីឡាករទាំងអស់សម្រាប់ការប្រកួតថ្ងៃនេះពាក់ព័ន្ធទៅនឹងវាមិនមានបញ្ហាធំដុំនេះហើយការផ្លាស់ប្ដូរកីឡាករក៏វាមិនមានការផ្លាស់ប្ដូរដោយសារតែពួកគាត់ល្បួរដែរហើយការអាប់ដេតពីចន្ទាគឺចន្ទាគាត់កាត់បោះអញ្ចឹងគាត់នឹងអវត្តមានការពីសប្តាហ៍មុនហើយចាំមើលក្នុងកំឡុងប្រហែលថ្ងៃនេះតើគាត់អាចត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតជាមួយអេសរ៉ានៅថ្ងៃទី29ឬក៏អត់ Okay, I'll say it's because of my teammates that I keep on scoring because សម្រាប់ខ្វាមេគឺការយកឃើញរបស់គាត់គឺបានន័យថាយើងគឺមានក្រុមមួយដ៏ល្អហើយពួកយើងបានធ្វើការជាក្រុមបានល្អនៅពេលដែលយើងមានឱកាសនៅក្នុងការប្រយុទ្ធដល់ space គឺយើងធ្វើបានល្អអញ្ចឹងបានន័យថាក្រុមទាំងមូលគឺមានស្តង់ដារមួយដែលខ្ពស់សម្រាប់នៅក្នុងការលេង